កម្រងវិញ្ញាសានិងអត្រាកំណែផែនដីវិទ្យាថ្នាក់ទី12ថ្នាក់វិទ្យាសាស្ត្រសង្គមត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិវិញ្ញាសាទី1សំណួរ1តើដីមានប៉ុន្មានស្រទាប់អ្វីខ្លះតើស្រទាប់ដីនីមួយៗមានលក្ខណៈខុសគ្នាដោយកត្តាអ្វីខ្លះចម្លើយ1ដីមាន4ស្រទាប់គឺស្រទាប់0ជាស្រទាប់សម្បូរដោយសារធាតុសរីរាង្គសំណល់រុក្ខជាតិរួមមានស្លឹកឬមែកឈើងាប់បន្សល់ទុកនៅក្នុងស្រទាប់នេះហើយរលួយបន្តិចម្ដងស្រទាប់ A ស្ថិតនៅក្រោមស្រទាប់0មានពណ៌ខ្មៅនិងសម្បូរដោយសារធាតុសរីរាង្គរលួយដីស្រទាប់នេះអាចខ្សត់ជីជាតិព្រោះតែការលេចចេញនៃសារធាតុចិញ្ចឹមទៅស្រទាប់ដីជ្រៅខាងក្រោមទៀតស្រទាប់ B ស្ថិតនៅក្រោមស្រទាប់ A សម្បូរទៅដោយសារធាតុចិញ្ចឹមដែលជ្រាបពីស្រទាប់លើដីស្រទាប់នេះច្រើនសម្បូរទៅដោយសមាធាតុដែកនិងអាលុយមីញ៉ូមស្រទាប់ C ស្ថិតនៅក្រោមស្រទាប់នៅជាស្រទាប់ដែលផ្សំដោយកម្ទេចកម្ចីបានមកពីសំណឹកសាឡាមេដោយភាគដីស្រទាប់នេះស្ថិតនៅជ្រៅបណ្ដាលឲ្យរើសរុក្ខជាតិភាគច្រើនមិនអាចចាក់ចូលដល់ហើយដីស្រទាប់នេះច្រើនតែឆ្អែតទឹកសំណួរ2កតើអ៊ីនធឺណិតភូសៀរឹងជាអ្វីមានប៉ុន្មានប្រភេទខចូលរៀបរាប់ពីការកការនៃប្រភេទនីមួយៗចម្លើយ2កអ៊ីនធឺណិតភូសៀរឹងជាធួងថ្មគេបែងចែកជា4ប្រភេទគឺធួងតូបលីញ៉ីតប៊ីធូមនិងអង់ត្រាស៊ីតខការរៀបរាប់ការកាត់ការពីប្រភេទនីមួយៗធួងតូបជាសារធាតុទន់កើតឡើងពីការពុកផុយនៃរុក្ខជាតិសរសៃនិងមានពណ៌ត្នោតក្រមៃលីញ៉ីតកើតឡើងពីសម្ពាធនៃកម្ទេចកំណើនដែលចាក់បង្កលើធួងតូបលីញ៉ីតមានពណ៌ត្នោតនិងវ័យភាពឈើប៊ីធូមនៅពេលដែលសម្ពាធជាក់តែបន្តទៅលើលីញ៉ីតធ្វើឲ្យវាคล้ายជាប៊ីធូមស្ថិតនៅជ្រៅទៅក្នុងផែនដីពណ៌ត្នោតក្រមៅឬខ្មៅអង់ត្រាស៊ីតនៅពេលដែលសម្ពាធកាន់តែខ្ពស់ទៅប៊ីធូមបង្កើតបានជាអង់ត្រាស៊ីតរឹងហើយស្រួយនិងស្ទើរតែជាកាបូនសុទ្ធកាបូន 90% សំណួរ3កចូលពណ៌នាពីផលវិជ្ជមាននិងអវិជ្ជមាននៃផលផ្ទះកញ្ចក់ខតើមានកត្តាអ្វីខ្លះដែលអាចកាត់បន្ថយល្បឿនការកើនកម្ដៅនៃផែនដីបានចម្លើយ3ផលផ្ទះកញ្ចក់ផលវិជ្ជមានជួយរក្សាលំនឹងសីតុណ្ហភាពមធ្យមលើភពផែនដីនៅត្រឹម 16°C ទ្រាំទ្រង់លក្ខខណ្ឌអាកាសភាពជីវិតនៅលើផែនដីដូចសពថ្ងៃនេះជាបទផលធម្មជាតិដែលធានាកម្ដៅផែនដីមិនអាចមានភាពត្រជាក់ខ្លាំងផលអវិជ្ជមានបែកកំហាប់ឧស្ម័នផ្ទះកញ្ចក់កាន់តែកើនឡើងនៅក្នុងមណ្ឌលអាកាសចលនោះកាំរស្មីក្រហមអង្ប្រាដែលផាយចេញពីផែនដីត្រឡប់ទៅលំហែវិនកាន់តែតិចដែលធ្វើឲ្យកម្ដៅផែនដីមានការកើនឡើងនិងនាំឲ្យកើតជាបញ្ហាដូចជាការប្រែប្រួលអាកាសធាតុកំណើននីវ៉ូទឹកសមុទ្រការរលាយទឹកកកនៅតំបន់ប៉ូលនឹងនាំឲ្យកើនឡើងនីវ៉ូទឹកសមុទ្រដែលអាចនាំឲ្យមានការលិចលង់ប្រតិជាកោះនៅមហាសមុទ្រនិងនៅតំបន់ជាប់ឆ្នេរមួយចំនួនធ្វើឲ្យរដូវកាលនីមួយៗប្រែប្រួលមិនប្រក្រតីធ្វើឲ្យតំបន់ដែលធ្លាប់ភ្លៀងធ្លឹងតិចទៅជាមានទឹកជំនន់តំបន់ដែលមានភ្លៀងទៅជាមានគ្រោះរាំងស្ងួតតំបន់ដែលត្រជាក់បែរទៅជាក្តៅនិងតំបន់ដែលក្តៅបែរទៅជាត្រជាក់ផលប៉ះពាល់ទៅលើកសិកម្មតម្រូវការសម្រាប់ស្រោចស្រពហួសកម្រិតកំណើនសីតុណ្ហភាពដែលបន្ថយពេលវេលាសម្រាប់ដំណាំទុំកំណើនទឹកភ្លៀងនាំឲ្យមានសំណឹកនិងច្រោះដីជាហេតុធ្វើឲ្យដីបាត់បង់ជីជាតិឥទ្ធិពលលើសុខភាពមនុស្សនិងសង្គមកំណើនភាពតានតឹងនៃអារម្មណ៍ដោយសារកម្ដៅកំណើននៃជំងឺប្រដាប់ដង្ហើមប្រតិកម្មនៃធាតុនានានិងជំងឺដែលឆ្លងតាមខ្យល់កង្វះសារធាតុដើមនៅក្នុងនាំចូលរោងចក្រឧស្សាហកម្មនិងស្បៀងអាហាររបស់ប្រជាជនដែលអាចនាំឲ្យមានវិបត្តិសេដ្ឋកិច្ចសំណួរ4កតើក្នុងខែណាដែលយប់វែងជាងថ្ងៃនិងថ្ងៃវែងជាងយប់ខតើបាតុភូតនេះកើតឡើងដោយមូលហេតុអ្វីចម្លើយ4កភាគពេលដែលយប់វែងជាងថ្ងៃគឺថ្ងៃទី21ខែធ្នូជា Solstice សសិរដូវភាគពេលដែលថ្ងៃវែងជាងយប់គឺនៅថ្ងៃទី21ខែមិថុនាជា Solstice វស្សារដូវខមូលហេតុដែលនាំឲ្យមានរយៈពេលយ៉ាងវែងជាងគេដោយសារតែថ្ងៃនោះអក្សរផែនដីងាកចេញពីព្រះអាទិត្យមក23.5ដែលជាហេតុធ្វើឲ្យកាំរស្មីព្រះអាទិត្យចាំងកែងត្រង់អតិគោលខាងត្បូង
មូលហេតុដែលធ្វើឲ្យមានរយៈពេលថ្ងៃវែងជាងយប់ជាងគេបងប្អូនដោយសារតែថ្ងៃនោះអក្សរផែនដីងាកចូលទៅព្រះអាទិត្យ 23.5 ដែលជាហេតុធ្វើឲ្យកាំរស្មីព្រះអាទិត្យចាំងកែងត្រង់អឌ្ឍគោលខាងជើងវិញ្ញាសាទីសំណួរ 1. តើហេតុអ្វីបានជាសមាធាតុផ្សំរបស់ភពសាលាខុសពីសមាធាតុផ្សំរបស់ភពឧស្ម័នចម្លើយ 1. បានជាសមាធាតុភពសាលានិងភពឧស្ម័នមានភាពខុសគ្នាព្រោះភពសាលាភពក្នុងទីតាំងជាភពដែលស្ថិតនៅជិតព្រះអាទិត្យមានសីតុណ្ហភាពខ្ពស់មិនអាចឲ្យឧស្ម័នន័យនិងបានคล้ายជាភពសាលាមានលក្ខណៈហាប់ណែនទំហំតូចមានទំនាញខ្សោយទាញឧស្ម័នបានតិចហើយคล้ายជាភពសាលាភពឧស្ម័នភពក្រៃទីតាំងជាភពនៅឆ្ងាយពីព្រះអាទិត្យមានសីតុណ្ហភាពទាបអាចទាញឧស្ម័នបានច្រើនទំហំធំមានទំនាញខ្លាំងទាញឧស្ម័នបានច្រើនសំណួរ 2. ចូលរាប់ឈ្មោះឧស្ម័នផ្ទះកញ្ចក់សំខាន់ឲ្យបាន4តើឧស្ម័នផ្ទះកញ្ចក់មានប្រភពមកពីណាខ្លះចម្លើយ 2. ឧស្ម័នផ្ទះកញ្ចក់សំខាន់មានដូចជា CO2 CH NO CFC ឧស្ម័នកាបូនិកកើតឡើងពីចំហេះផូស៊ីលឧស្ម័នមេតានកើតឡើងពីសំណល់រុក្ខជាតិសត្វឧស្ម័នអាសូតអុកស៊ីតាកើតឡើងពីការរលួយសាកសពសត្វនិងរុក្ខជាតិឧស្ម័នក្លូរ៉ូភ្លុយអូរ៉ូកាប៊ូនកើតពីការបាញ់ថ្នាំសម្លាប់សត្វល្អិតម៉ាស៊ីនត្រជាក់ទូទឹកតោកសំណួរ 3. ចូលរៀបរាប់ពីភាពខុសគ្នារវាងការផ្ទុះបំបែកនិងការរលាយនុយក្លេអ៊ែរតើថាមពលទាំងពីរផ្ដល់គុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះចម្លើយ 3. ភាពខុសគ្នាការផ្ទុះបំបែកនិងការរលាយថាមពលនុយក្លេអ៊ែរការបំបែកនុយក្លេអ៊ែរជាលំនាំការផ្ទុះបែកខ្ញែកស្នូលអាតូមដើម្បីផលិតថាពលការរសាយនុយក្លេអ៊ែរជាការរួមផ្សំនៃស្នូលអាតូម2ឬច្រើនជាងនេះដើម្បីផលិតថាពលគុណសម្បត្តិផ្ដល់ថាមពលកម្ដៅជំនួសប្រេងឥន្ធនៈនិងពន្លឺអាចជួយទ្រទ្រង់ជីវិតនៅលើផែនដីប្រើរូបធាតុតិចផលិតថាមពលបានច្រើនអ៊ុយរ៉ាញ៉ុម1ក្រាមស្មើនឹងធួងថ្ម 3.5 តោនមិនបញ្ចេញឧស្ម័នបំពុលខ្យល់គុណវិបត្តិផលិតការសំណល់មានធាតុវិទ្យាសកម្មពិបាកនៅក្នុងការគ្រប់គ្រងងាយផ្ទុះបែកត្រូវបានទឹកប្រើប្រាស់ច្រើនសំណួរ 4. ហេតុអ្វីបានជាគេនិយាយថាសំណល់ជាបញ្ហាធ្ងន់ធ្ងរជាពិសេសនៅក្នុងទីក្រុងនិងទីប្រជុំជនតើត្រូវមានវិធានការអ្វីខ្លះដើម្បីកាត់បន្ថយបញ្ហាទាំងនេះចម្លើយ 4. បានជាគេនិយាយថាសំណល់ជាបញ្ហាធ្ងន់ធ្ងរជាពិសេសនៅទីក្រុងនិងទីប្រជុំជនដោយសារកត្តាប្រជាជនច្រើនជាបណ្ដុំរោងចក្រឧស្សាហកម្មសហគ្រាសភោជនីយដ្ឋានទេសចរណ៍ដែលពិបាកគ្រប់គ្រងសំណល់ប្រសិនបើមិនបានស្តុកនិងប្រមូលត្រឹមត្រូវវាធ្វើឲ្យមានផលប៉ះពាល់ខ្លាំងដូចជាធ្វើឲ្យមានការបំពុលទឹកបំពុលដីបំពុលខ្យល់និងមានការឆ្លងជំងឺរាតត្បាតផ្សេងៗដល់ជះបញ្ហាដល់មនុស្សសត្វរុក្ខជាតិនិងនាំឲ្យមានបញ្ហាដល់សង្គមសេដ្ឋកិច្ចដើម្បីកាត់បន្ថយបញ្ហាសំណល់ទាំងនេះគេត្រូវគ្រប់គ្រងសំណល់រឹងរាវនិងឧស្ម័នដូចជាជៀសវាងការប្រើប្រាស់ផលិតផលណាដែលមានសំណល់ច្រើនកាត់បន្ថយបរិមាណសំណល់រឹងក្នុងគេហដ្ឋានធ្វើការកែច្នៃសំណល់រឹងសាជាថ្មីឲ្យអស់ពីលទ្ធភាពអប់រំប្រជាជនក្នុងចូលហុងការទុកដាក់សំណល់ឲ្យមានរបៀបនិងផ្សព្វផ្សាយពីបញ្ហានៃការទុកដាក់សំណល់មិនបានល្អកែធ្វើជីធម្មជាតិពីសំណល់តាមផ្ទះបាយវិញ្ញាសាទី3សំណួរ 1. កនៅកម្ពុជាតើស្ថាប័នណាជាអ្នកទទួលខុសត្រូវនៅក្នុងការគ្រប់គ្រងធនធានរ៉ែនៅក្នុងប្រទេសខតើគេបានបែងចែកកំណប់រ៉ែនៅប្រទេសកម្ពុជាជាប៉ុន្មានក្រុមអ្វីខ្លះកតើការជីកយករ៉ែនិងការធ្វើអាជីវកម្មរ៉ែផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាននិងសង្គមជាតិចូលរៀបរាប់ដោយសង្ខេបចម្លើយ 1. កស្ថាប័នដែលទទួលខុសត្រូវនៅក្នុងការគ្រប់គ្រងធនធានរ៉ែនៅកម្ពុជាគឺក្រសួងរ៉ែនិងធម្មពលខគេបែងចែកគំនប់រ៉ែក្នុងប្រទេសកម្ពុជាជា4ក្រុមគឺរ៉ែឧស្សាហកម្មនិងសំណង់រ៉ែលោហៈវាយត្បូងមានតម្លៃរ៉ែថ្មរចនាកការជីកយករ៉ែនិងការធ្វើប្រព្រឹត្តកម្មវ៉ែបណ្ដាលឲ្យមានផលប៉ះពាល់ដល់បរិស្ថានដូចជាការបំពុលទឹកដីខ្យល់ការបោះបង់ដីចោលការកាប់បំផ្លាញស្រទាប់ដីមានជីជាតិដោយសារធាតុគីមីបាត់បង់ព្រៃឈើការបាក់ស្រុតដីអណ្ដូងរាយចាស់ជ្រៅអាចធ្វើបាក់ស្រុតដីសូរស័ព្ទ
ការដឹកជញ្ជូននិងការបន្ទះដែលបណ្ដាលឲ្យមានការរំខានដោយសូរស័ង្ខប៉ះពាល់ទៅដល់បរិស្ថានជីវសាស្ត្រដែលនាំឲ្យមានការបាត់បង់ដល់រុក្ខជាតិចម្រុះគ្រប់ប្រភេទសំណួរ 2. កចូលពណ៌នាពីចលនារង្វិលជុំនិងរង្វិលខ្ញាល់របស់ភពផែនដីនិងលទ្ធផលនៃចលនាទាំងពីរខហេតុបានជាគេនិយាយថាផែនដីជាភពតែមួយគត់ក្នុងប្រព័ន្ធព្រះអាទិត្យដែលអាចទ្រទ្រង់ជីវិតបានចម្លើយ 2. កការពណ៌នាពីចលនារង្វិលជុំនិងចលនាអរវេខ្ញាល់នៃភពផែនដីចលនារង្វិលជុំគឺជាចលនារង្វិលរបស់ផែនដីវិលជុំវិញព្រះអាទិត្យដែលមានរយៈពេល365ថ្ងៃ6ម៉ោងឬស្មើនឹង1ឆ្នាំចលនានេះបង្កើតឲ្យមានរដូវផ្សេងៗនៅលើភពផែនដីចលនាអរវេខ្ញាល់គឺជាចលនារបស់ផែនដីដែលវិលជុំវិញខ្លួនឯងមានរយៈពេល24ម៉ោងនិងបង្កើតឲ្យមានបាតុភូតថ្ងៃនិងយប់ខបានជាគេនិយាយថាភពផែនដីជាភពតែមួយគត់នៅក្នុងប្រព័ន្ធព្រះអាទិត្យដែលអាចទ្រទ្រង់ជីវិតបានដោយសារភពនេះមានលក្ខណៈពិសេស3យ៉ាងគឺមណ្ឌលធរណីដីមណ្ឌលវារិយាកាសមណ្ឌលទឹកទំហំនិងចម្ងាយសមស្របពីព្រះអាទិត្យសំណួរ 3. នាពេលបច្ចុប្បន្នសំណល់ត្រូវបានគេប្រមូលកែច្នៃហើយប្រើប្រាស់ឡើងវិញឬប្រើប្រាស់ក្នុងគោលដៅថ្មីទៀតតើការកែច្នៃថ្មីនិងកំប៉ុស្តីកម្មមានសារៈសំខាន់អ្វីខ្លះលើជីវភារៈនៅក្នុងសង្គមចម្លើយ 3. នាពេលបច្ចុប្បន្នសំណល់ត្រូវបានគេប្រមូលកែច្នៃហើយប្រើប្រាស់ឡើងវិញឬប្រើប្រាស់ក្នុងគោលដៅថ្មីទៀតជាការកែច្នៃនិងកំប៉ុស្តីកម្មមានសារៈសំខាន់យ៉ាងច្រើនលើជីវភារៈនៅសង្គមដូចការច្នៃជាថ្មីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានកាត់បន្ថយបរិមាណសំរាមកាត់បន្ថយថ្លៃប្រមូលសំណល់ជួយថែរក្សាធនធានធម្មជាតិនិងសន្សំសំដីថាមពលសម្រាប់ផលិតវត្ថុថ្មីបង្កើននូវសកម្មភាពសេដ្ឋកិច្ចនិងការងារថ្មីកាត់បន្ថយការនាំចូលទំនិញនិងវត្ថុធាតុដើមកំប៉ុស្តីកម្មសំណល់សរីរាង្គអាចយកទៅធ្វើជាកំប៉ុស្តសម្រាប់ធ្វើកសិកម្មកាត់បន្ថយការប្រើប្រាស់ជីគីមីរក្សាគុណភាពដីនិងបង្កើនគុណភាពដីចំណេញថវិកាសំណួរ 4. កតើដីប្រទេសកម្ពុជាមានប្រភេទអ្វីខ្លះខតើដីប្រភេទណាខ្លះដែលបម្រើដល់វិស័យកសិកម្មល្អជាងគេចម្លើយ 4 កដីនៅប្រទេសកម្ពុជាមាន5ប្រភេទដីសិលាប្រែឡាយខ្សាច់ដីក្រហមឬដីសិលាបាសាល់ដីខ្សាច់ដីល្បាយដីល្បាប់ខដីដែលបម្រើដល់វិស័យកសិកម្មបានល្អជាងគេគឺដីល្បាប់ដីក្រហមឬដីសិលាបាសាល់សំណួរ 5 កតើប្រភពថាមពលចម្បងសម្រាប់ការប្រើប្រាស់មនុស្សបច្ចុប្បន្នមានអ្វីខ្លះចម្លើយ 5 កប្រភពថាមពលចម្បងសម្រាប់ការប្រើប្រាស់របស់មនុស្សគឺថាមពលព្រះអាទិត្យថាមពលខ្យល់ថាមពលទឹកថាមពលផូស៊ីលអ៊ីនធឺណាថាមពលជីវម៉ាសថាមពលជីវម៉ាសសំណួរ 6 តើយើងត្រូវប្រើប្រាស់ប្រភពថាមពលយ៉ាងដូចម្តេចដើម្បីអភិរក្សនិងបញ្ជាផលប៉ះពាល់ទៅលើបរិស្ថាននិងសុខភាពមនុស្សចម្លើយ 6 ដើម្បីអភិរក្សនិងបញ្ជាផលប៉ះពាល់ដល់បរិស្ថាននិងសុខភាពមនុស្សយើងត្រូវប្រើប្រាស់ថាមពលដូចជាប្រើប្រាស់ដោយសន្សំសំចៃប្រើប្រាស់ថាមពលកាត់ឡើងវិញបង្កើតនិងអនុវត្តច្បាប់ឲ្យបានត្រឹងរឹងមិនត្រូវប្រើប្រាស់រថយន្តចាស់ៗត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធវិញ្ញាសាទី4សំណួរ 1 តើកាឡាក់ស៊ីមានប៉ុន្មានប្រភេទអ្វីខ្លះប្រព័ន្ធព្រះអាទិត្យយើងស្ថិតនៅក្នុងកាឡាក់ស៊ីមួយណាមានឈ្មោះអ្វីចម្លើយ 1 កាឡាក់ស៊ីមាន3ប្រភេទគឺកកាឡាក់ស៊ីគូតខ្យងខកាឡាក់ស៊ីប៉ងក្រពើកកាឡាក់ស៊ីរាងមិនទៀងទាត់ប្រព័ន្ធព្រះអាទិត្យយើងស្ថិតក្នុងកាឡាក់ស៊ីរាងគូតខ្យងឈ្មោះថា Milky Way សំណួរ 2 តើថាមពលព្រះអាទិត្យផ្ដល់សារៈសំខាន់អ្វីខ្លះដល់ជីវិតនៅលើភពផែនដីចម្លើយ 2 ថាមពលព្រះអាទិត្យផ្ដល់សារៈសំខាន់ដល់ជីវិតលើផែនដីដូចជាផ្ដល់ពន្លឺសម្រាប់បំភ្លឺផ្ដល់កាំរស្មីព្រះអាទិត្យសម្រាប់រុក្ខជាតិធ្វើរស្មីសំយោគផ្ដល់ថាមពលអគ្គិសនីសម្រាប់មនុស្សផ្ដល់កម្ដៅសម្រាប់ទ្រទ្រង់ជីវិតលើផែនដីសំណួរ 3 ដំណើរពុកផុយមានប៉ុន្មានប្រភេទអ្វីខ្លះជួយបង្ហាញពីមូលហេតុនៃការពុកផុយរបស់ប្រភេទនីមួយៗចម្លើយ 3
ដំណាពុកផុយមានពីរប្រភេទគឺដំណាពុកផុយមេកានិកដំណាពុកផុយគីមីមូលហេតុដំណាពុកផុយមេកានិកកើតឡើងដោយសារកំណក់ការរលាយសីតុណ្ហភាពការលូតលាស់នៃរុក្ខជាតិសកម្មភាពសត្វការសឹកស្នាមសឹកដំណាពុកផុយគីមីកើតឡើងដោយសារសកម្មភាពទឹកអុកស៊ីសែនកាបូនឌីអុកស៊ីតសារពាង្គកាយមានជីវិតនិងភ្លៀងអាស៊ីតសំណួរ4កចូលរាប់ឈ្មោះអន្តរជាតិហ្វូស៊ីលសំខាន់ៗដែលអ្នកបានស្គាល់ខតើការប្រើប្រាស់អន្តរជាតិហ្វូស៊ីលបង្កឲ្យមានផលប៉ះពាល់អ្វីខ្លះដល់បរិស្ថានចម្លើយ4កអន្តរជាតិហ្វូស៊ីលសំខាន់ៗមានដូចជាប្រេងឆៅធឿងថ្មនិងឧស្ម័នធម្មជាតិខការប្រើប្រាស់អន្តរជាតិហ្វូស៊ីលបណ្ដាលឲ្យមានផលប៉ះពាល់ដល់បរិស្ថានដូចជានាំឲ្យមានភ្លៀងអាស៊ីតការកើនឡើងកម្ដៅផែនដីឬកំណើនផលផ្ទះកញ្ចក់ការធ្លុះធ្លាយស្រទាប់អូโซនបំពុលទឹកដីខ្យល់នាំឲ្យមានផលប៉ះពាល់ដល់សុខភាពមនុស្សសត្វសំណួរ5តើផ្នែកសំខាន់ៗនៃវដ្តទឹកមានអ្វីខ្លះចូលពណ៌នាដោយសង្ខេបពីផ្នែកនីមួយៗនៃវដ្តទឹកចម្លើយ5ផ្នែកសំខាន់ៗនៃវដ្តទឹកមានរំហួតនិងកំណកអាកាសរំហួតទឹកនៅលើផ្ទៃដីត្រូវបានហួតคล้ายជាអូស្មန်ឬចំហាយទឹកដោយសារកម្ដៅព្រះអាទិត្យកំណកអាកាសចំហាយទឹកក្នុងបរិយាកាសជោគត្រជាក់នឹងកកជាញើសបង្កើតបានជាពពកកំណកអាកាសទឹកទាំងនេះធ្លាក់មកលើផ្ទៃដីក្នុងទម្រង់ជាភ្លៀងព្រិលឬទឹកកកសម្លេងកម្រងវិញ្ញាសាទី1ត្រៀមប្រឡងសំណួរ1ដោយម្ដេចដែលហៅថាប្រព័ន្ធព្រះអាទិត្យតើនៅក្នុងប្រព័ន្ធអាទិត្យមានភពប៉ុន្មានអ្វីខ្លះចម្លើយ1ដែលហៅថាប្រព័ន្ធព្រះអាទិត្យគឺជាបណ្ដុំនៃភពដែលមានព្រះអាទិត្យនៅចំកណ្ដាលក្នុងនោះមានភពខាង3ធ្វើដំណើរជុំវិញមានរាងជាអេលីបសូអ៊ីតនិងមានពពួកតារាកម្រងតារាកាឡាក់ស៊ីនៅក្នុងប្រព័ន្ធព្រះអាទិត្យមានភពចំនួន8គឺភពពុធភពសុក្រភពផែនដីភពអង្គារភពប្រហស្បតីភពសៅរ៍ភពនេបតូនភពអ៊ុយរ៉ានូសសំណួរ2ហេតុអ្វីបានជាយើងចាំបាច់ត្រូវសិក្សាពីមុខវិជ្ជាផែនដីវិទ្យាចម្លើយ2បានជាយើងចាំបាច់ត្រូវបានសិក្សាពីមុខវិជ្ជាផែនដីវិទ្យាពីព្រោះផែនដីវិទ្យាជាវិទ្យាសាស្ត្រដែលសិក្សាអំពីភពផែនដីលំហានិងអង្គផ្សេងៗនៅក្នុងលំហាដែលមានជុំផែនដីសារៈសំខាន់នៃមុខវិជ្ជានេះគឺយល់ដឹងពីការកើតឡើងនៃភពផែនដីការវិវត្តការបូកទង្គិចរវាងអង្គផ្សេងជាមួយភពផែនដីការមានជីវិតរស់នៅលើភពផែនដីការទាញយកផលប្រយោជន៍អំពីភពផែនដីយល់ដឹងពីផលប៉ះពាល់មកលើភពផែនដីសំណួរ3បរិយាកាសផែនដីមានប៉ុន្មានស្រទាប់អ្វីខ្លះចម្លើយ3បរិយាកាសផែនដីត្រូវបានបែងចែកជា4ស្រទាប់គឺមណ្ឌលអាកាសរចលមានរយៈកម្ពស់16គីឡូម៉ែត្រមានចំហាយទឹកពពួកឧស្ម័ននិងទម្រង់មានជីវិតរស់នៅក្នុងមណ្ឌលនេះមណ្ឌលអាកាសស្ងប់មានរយៈកម្ពស់50គីឡូម៉ែត្រពីផ្ទៃផែនដីមានសំណើមតិចសីតុណ្ហភាពដក600និងមានឧស្ម័នអូโซนមណ្ឌលកណ្ដាលមានរយៈកម្ពស់ពី50គីឡូម៉ែត្រមេសូទៅ80គីឡូម៉ែត្រសីតុណ្ហភាពដក900ជាស្រទាប់បរិយាកាសដែលការពារភពផែនដីពីការប៉ះទង្គិចនៃអាថ៌កំកាយមណ្ឌលកម្ដៅមានរយៈកម្ពស់ពី80គីឡូម៉ែត្រឡើងទៅលើរយៈកម្ពស់កានសីតុណ្ហភាពថយចុះសំណួរ4ចូលឲ្យនិយមន័យទ្រឹស្ដីផ្លាកតេកតូនិកតើព្រំដែនផ្លាកតេកតូនិកមានប៉ុន្មានអ្វីខ្លះចម្លើយ4ទ្រឹស្ដីផ្លាកតេកតូនិកគឺជាទ្រឹស្ដីដែលពន្យល់ថាមណ្ឌលថ្មបានប្រាក់បែកជាផ្លាកតេកតូនិកយ៉ាងច្រើនរួចធ្វើចលនាលើមណ្ឌលខាប់មូលហេតុដែលផ្លាកតេកតូនិកមានចលនាដោយសារកម្លាំង3កម្លាំងទ្រនុងរុញកម្លាំងទំនាញនៃមណ្ឌលថ្មកម្លាំងរង្វិលហើយព្រំដែនផ្លាកតេកតូនិកមាន3ប្រភេទគឺព្រំដែនរួមឬព្រំដែនជំនុំគ្នាព្រំដែនបែកចែកពីគ្នាឬព្រំដែនសំណង់ព្រំដែនរិចអិលលើគ្នាកម្រងវិញ្ញាសាទី2ត្រៀមប្រឡងសំណួរ1តើព្រះច័ន្ទមានឥទ្ធិពលអ្វីខ្លះមកលើភពផែនដីចម្លើយ1ព្រះច័ន្ទមានឥទ្ធិពលមកលើផែនដីដូចជាបង្កើតឲ្យមានជំនោរចំណាតបង្កើតឲ្យមានច័ន្ទគ្រាសនិងសូរ្យគ្រាសសំណួរ2តើគេបែងចែករដូវនៅកម្ពុជាជាប៉ុន្មាន
ចូលនិយាយពីរដូវនីមួយៗចម្លើយ2គេបែងចែករដូវនៅកម្ពុជាជា2រដូវរដូវប្រាំងរដូវប្រាំងនៅកម្ពុជាមានលក្ខណៈក្តៅហើយស្ងួតដែលចាប់ផ្ដើមពីខែវិច្ឆិកាដល់ខែមេសារដូវប្រាំងនៅកម្ពុជាមានសីតុណ្ហភាពខ្ពស់ជាមធ្យម40អង្សាសេរដូវវស្សាចាប់ផ្ដើមពីខែឧសភាដល់ខែតុលារដូវវស្សានៅកម្ពុជាមានភ្ញៀវធ្លាក់នៅទូទាំងប្រទេសដែលបានផ្ដល់ទឹកឲ្យប្រជាជនធ្វើកសិកម្មដើមចិញ្ចឹមជីវិតសំណួរ3តើរ៉ែលោហៈនិងរ៉ែអលោហៈមានលក្ខណៈខុសគ្នាដូចម្តេចចម្លើយនៅទូទាំងប្រទេសដែលបានផ្ដល់ទឹកឲ្យប្រជាជនធ្វើកសិកម្មដើមចិញ្ចឹមជីវិត3រ៉ែលោហៈនិងរ៉ែអលោហៈមានភាពខុសគ្នាដូចជារ៉ែលោហៈជារូបភាពមានលក្ខណៈពិសេសមានផ្លេកលោហៈហើយចម្លងកម្ដៅបានល្អនិងអគ្គិសនីបានល្អហើយយើងអាចផែនិងហូតជាលួសបានដែលមានដូចជាដែកសំណែមអាលុយមីញ៉ូមជាដើមរ៉ែអលោហៈជារូបភាពគ្មានផ្លេកលោហៈហើយចម្លងកម្ដៅនិងចរន្តអគ្គិសនីខ្សោយហើយគេមិនអាចផែនិងហូតជាលួសបានទេដែលមានដូចជាស្ពាន់ថក្លកាបូនជាដើមសំណួរ4តើប្រភពទឹកនៅប្រទេសកម្ពុជាមានសារៈសំខាន់អ្វីខ្លះដល់វិស័យនៅប្រទេសចូលលើកយកវិស័យយ៉ាងតិចឲ្យបាន2វិស័យចម្លើយ4ទឹកនៅកម្ពុជាបានផ្ដល់សារៈប្រយោជន៍ដល់វិស័យនៅកម្ពុជាវិស័យសេវាកម្មមនុស្សនៅទីក្រុងភ្នំពេញទាំងមូលបានយកទឹកពីទន្លេមេគង្គមកប្រើប្រាស់ដោយធាប្រើប្រាស់ក្នុងផ្ទះយកធ្វើក្នុងវិស័យរោងចក្រផលិតទឹកស៊ុតជាដើមវិស័យកសិកម្មបានផ្ដល់ទឹកសម្រាប់ធ្វើការដាំដុះដោយធាតាមបណ្ដោយទន្លេមេគង្គជុំវិញបឹងទន្លេសាបជាដើមសំណួរ5ដូចម្ដេចដែលហៅថាសំណឹកចូលលើកឧទាហរណ៍មកបញ្ជាក់ចម្លើយ5ដែលហៅថាសំណឹកគឺជាកម្លាំងបំផ្លាញមួយយ៉ាងខ្លាំងដែលវាសឹកតែលើសីឡាឧទាហរណ៍សំណឹកនៅតំបន់ឆ្នេរដោយសារកម្លាំងទឹកបាក់មកប៉ះនឹងឆ្នេរកម្រងវិញ្ញាសាទី3ត្រៀមប្រឡងសំណួរ1ដូចម្ដេចដែលហៅថាច័ន្ទគ្រានិងសូរគ្រាហើយវាមានភាពខុសគ្នាដូចម្ដេចចម្លើយ1ច័ន្ទគ្រាជាបតិភពដែលកើតឡើងនៅពេលដែលផែនដីស្ថិតនៅចន្លោះព្រះច័ន្ទនិងព្រះអាទិត្យដោយស្រមោលរបស់ផែនដីចោលទៅលើព្រះច័ន្ទនិងបតិភពនេះកើតឡើងនៅពេលថ្ងៃសូរគ្រាគឺជាបតិភពដែលកើតឡើងនៅពេលដែលព្រះច័ន្ទស្ថិតនៅចន្លោះផែនដីនិងព្រះអាទិត្យដោយស្រមោលរបស់ព្រះច័ន្ទចោលទៅលើភពផែនដីនិងបតិភពនេះកើតឡើងនៅពេលយប់សំណួរ2តើស្នាដៃប្រទេសកម្ពុជាត្រូវបានបែងចែកជាប៉ុន្មានតំបន់អ្វីខ្លះចម្លើយ2ស្នាដៃប្រទេសកម្ពុជាត្រូវបានបែងចែកជា4តំបន់គឺតំបន់ឆ្នេរតំបន់ភ្នំតំបន់ទំនាបកណ្ដាលតំបន់ខ្ពង់រាបភាគឦសានសំណួរ3កម្លាំងប្រជាជនមានផលប៉ះពាល់អ្វីខ្លះដល់បរិស្ថានចម្លើយ3កំណើនប្រជាជនមានផលប៉ះពាល់ដល់បរិស្ថានដូចជាការរានព្រៃធ្វើកសិកម្មឧស្សាហកម្មលំនៅឋានសំណង់អគារបង្កើនកាកសំណល់រឹងរាវឧស្ម័នចេញពីរោងចក្រលំនៅឋានមន្ទីរពេទ្យនិងសំណឹកដីបាត់បង់សារធាតុគណិតក្នុងដីមានភ្លៀងអាស៊ីតធ្លុះធ្លាយស្រទាប់អូសូន CFC កំណើនអូស្ម័នផ្ទាក់កញ្ចក់កម្ដៅផែនដី CO2 CH4NO កំណើននីវ៉ូទឹកសមុទ្រសំណួរ4ដើម្បីឲ្យបរិស្ថានមាននិរន្តរភាពយើងគួរមានវិធានការកាត់បន្ថយដូចម្តេចខ្លះចម្លើយ4ដើម្បីឲ្យបរិស្ថានមាននិរន្តរភាពយើងគួរមានវិធានការកាត់បន្ថយដូចជាការដាំដើមឈើឡើងវិញការបន្សុទ្ធជាតិពុលមុននឹងបញ្ចេញឬបង្ហូរចោលការបញ្ចូលកម្មវិធីសិក្សាអប់រំស្ដីពីអត្ថប្រយោជន៍របស់បរិស្ថានការកែច្នៃកាកសំណល់ឡើងវិញការលើកឡើងបញ្ហាសំរាមជាបញ្ហាសកលកាត់បន្ថយការប្រើប្រាស់ផូស៊ីលអ៊ីនធឺណិតដាក់ឲ្យមានការប្រើប្រាស់ថាមពលកាតឡើងវិញកាន់តែច្រើនជាងមុនដាក់តំបន់ព្រៃឈើជាតំបន់ឧទ្យានជាតិនិងតំបន់អភិរក្សកម្រងវិញ្ញាសាទី4ត្រៀមប្រឡងសំណួរ1តើភ្លៀងអាស៊ីតកើតឡើងដោយសារអ្វីហើយភ្លៀងអាស៊ីតមានផលប៉ះពាល់អ្វីខ្លះចម្លើយ1ភ្លៀងអាស៊ីតកើតឡើងដោយសារមនុស្សប្រើប្រាស់ផូស៊ីលឥន្ធនៈនៅក្នុងរោងចក្រ
យានយន្តគ្រប់ប្រភេទដែលបញ្ចេញពពួកឧស្ម័ន S odor និង NO ត្រូវបានបញ្ចេញទៅក្នុងបរិយាកាសធ្វើប្រតិកម្មជាមួយ odor និងសំណើមនៅក្នុងបរិយាកាសដែលផលិតបានជាអាស៊ីត2គឺ H2SO4 D H2NO3 ប្រតិកម្មគីមី S odor បូក1ភាគ2 odor បូក H2O H2SO4 2NO បូក3ភាគ2 odor បូក H2O 2NO 3H ផលប៉ះពាល់ដល់ផែនដីធ្វើឲ្យរុក្ខជាតិសត្វងាប់ធ្វើឲ្យខូចគុណភាពដីនិងទឹក AL CA MJ ធ្វើឲ្យពុលទឹកដែលបណ្ដាលឲ្យត្រីងាប់បំផ្លាញសំណង់អគារនិងសម្ភារៈផ្សេងៗសំណួរ 2. ដោយម្ដេចដែលហៅថាបាតុភិបក្រាស់ចម្លើយ 2. ដែលហៅថាបាតុភិបក្រាស់គឺជាបាតុភិបនៃអង្គមួយមានស្រមោលចោលទៅលើអង្គមួយផ្សេងទៀតការធ្លុះធ្លាយស្រទាប់អូโซនមានផលប៉ះពាល់ដូចជាធ្វើឲ្យស្លឹករុក្ខជាតិដំណាំមានការខូចខាតនិងរលួយដោយវាធ្វើឲ្យមានការកាត់បន្ថយការធ្វើរស្មីសំយោគនិងការស្រូបទឹកកំណើនកាំរស្មីស្វ័យអ៊ុលត្រាវីយ៉ូឡេធ្វើឲ្យថយចុះមីក្រូសារពាង្គកាយក្នុងទឹកប្លង់តុងរុក្ខជាតិដែលនាំឲ្យមានការថយចុះនៃធនធានក្នុងសមុទ្រការជំងឺមហារីកស្បែកប៉ះពាល់ដល់ភ្នែកដូចជាដុសកន្ទុយថែនព្រិលឡើងបាយពិបាកបន្សំខ្លួនក្នុងការរស់នៅសំណួរ 3. តើការធ្លុះធ្លាយស្រទាប់អូโซនមានផលប៉ះពាល់អ្វីខ្លះដល់ការរស់នៅលើផែនដីចម្លើយ 3. ផលប៉ះពាល់នៃការធ្លុះធ្លាយស្រទាប់អូโซនការធ្លុះធ្លាយស្រទាប់អូโซនបណ្ដាលឲ្យកាំរស្មីអ៊ុលត្រាវីយ៉ូឡេ UV ច្រើនជ្រាបចូលមកផែនដីដែលបង្កផលប៉ះពាល់ជាច្រើនចំពោះមនុស្សកើនហានិភ័យមហារីកស្បែកជំងឺភ្នែកឡើងបាយប្រព័ន្ធភាពស៊ាំចុះខ្សោយនិងស្បែកឆាប់ចាស់ចំពោះបរិយាកាសប៉ះពាល់ដល់កំណើនដំណាំកាត់បន្ថយសារ៉ាយសមុទ្រមូលដ្ឋានអាហារក្នុងទឹកធ្វើឲ្យអាកាសធាតុប្រែប្រួលនិងបំផ្លាញសម្ភារៈមួយចំនួនសំណួរ 4. ហេតុអ្វីបានជាគេថាភពសុក្រជាភពភ្លក្សរបស់ផែនដីចម្លើយ 4. បានជាគេថាភពសុក្រជាភពភ្លក្សនិងភពផែនដីគឺទំហំ ម៉ាស់ densité សមាសធាតុផ្សំកម្រងវិញ្ញាសាទី5ត្រៀមប្រឡងសំណួរ 1. តើគេចាត់ថ្នាក់សិលាម៉ាក់ម៉ាអាស្រ័យទៅលើកដាអ្វីខ្លះចូលរាប់ឈ្មោះសិលាយ៉ាងតិចឲ្យបាន3ចម្លើយ 1. គេចាត់ថ្នាក់សិលាម៉ាក់ម៉ាដោយផ្អែកទៅលើកដាសមាសធាតុផ្សំនិងវ័យភាពការរាប់ឈ្មោះសិលាម៉ាក់ម៉ាសិលាក្រានីតសិលាបាសាល់សិលាភុយមីសសិលារីយ៉ូអ៊ីតសំណួរ 2. ហេតុអ្វីបានជាគេនិយាយថាភពសៅរ៍ជាភពថ្មីដែលកំពុងតែកើតចម្លើយ 2. បានជាគេនិយាយថាភពសៅរ៍ជាភពថ្មីដែលទើបតែកើតឡើងនៅឡើយព្រោះគេសង្កេតឃើញមានលំហូរនៃអេសយ៉ូមពីបរិស្ថាននិងការលិចចុះទៅក្នុងស្នូល 3. ដោយម្ដេចដែលហៅថាសំណល់រឹងដែលពុំសូវមានគ្រោះថ្នាក់ចូលឧទាហរណ៍មកបញ្ជាក់ 3. ដែលហៅថាសំណល់រឹងពុំមានគ្រោះថ្នាក់គឺជាសំណល់ដែលអាចយកទៅកែច្នៃឡើងវិញបានឧទាហរណ៍សំណល់ដែលអាចយកទៅកែច្នៃបានរួមមានក្រដាសដបកំប៉ុងទឹកកំប៉ុងអាលូមីញ៉ូមនិងសំណល់អាចបំបែកធាតុបានរួមមានកម្ទេចកម្ចីស្មៅសំណល់រុក្ខជាតិជាដើមសំណួរ 4. ដោយម្ដេចដែលហៅថាធឿងថ្មតើធឿងថ្មមានប៉ុន្មានប្រភេទអ្វីខ្លះចម្លើយ 4. ធឿងថ្មគឺជាប្រភពនៃថាមផូស៊ីលឥន្ធនៈរឹងដែលកើតឡើងពីការពុកផុយនៃរុក្ខជាតិក្នុងតំបន់វាលភក់ល្បាប់ជោគជាមដោយទឹកលិចនៅបាតក្រោមរុក្ខជាតិស្រល់ផ្ទុកទុក 80% និងរុក្ខជាតិងាប់ 20% ដោយសារសកម្មភាពបាក់តេរីនិងផ្សិតបានបំបែកធឿងថ្មមាន4ប្រភេទគឺធឿងតូបធឿងលីញីតធឿងប៊ីតូមអង់ត្រាស៊ីតកម្រងវិញ្ញាសាទី6ត្រៀមប្រឡងសំណួរ 1. តើសេឡាមានសារៈប្រយោជន៍អ្វីខ្លះដល់ការរស់នៅរបស់មនុស្សចម្លើយ 1. សេឡាមានសារៈប្រយោជន៍ដូចជាវិស័យសំណង់អគារ
វិស័យសុខាភិបាលសេឡាអ៊ុបស៊ីឌៀងធัวកំបិតវេះកាត់ជំនួយដល់ការសិក្សាពីអាយុកាលភពផែនដីព្រះអាទិត្យនិងការវិវត្តរបស់វាជាគ្រឿងលម្អអគារថ្មម៉ាប់សម័យបុរាណធ្វើជាកំបិតពូថៃជាធាតុសំខាន់ជំនួយដល់ជីវជាតិដីសំណួរ 2. ចូលនិយាយពីភាពខុសគ្នារវាងភពប្រហាក់ពិតនិងភពសើចម្លើយ 2. ការនិយាយពីភាពខុសគ្នារវាងភពប្រហាក់ពិតនិងភពសើភពប្រហាក់ពិតនៅជិតព្រះអាទិត្យមានស្នាមក្រហមធំៗអាចបង្កើតឲ្យមានព្យុះអង្កត់ផ្ចិត 1.5 នៃអង្កត់ផ្ចិតភពផែនដីរង្វាល់ខ្ញៅ6ម៉ោង156នាទីរង្វាល់ជុំ11ឆ្នាំនិង313ថ្ងៃច័ន្ទសីតុណ្ហភាព153អង្សាសេភពសើនៅឆ្ងាយពីព្រះអាទិត្យអង្កត់ផ្ចិត 12536 គីឡូម៉ែត្រមានកងរង្វង់ធំរង្វិលខ្ញាល់10ម៉ោងនិង36នាទីរង្វិលជុំ29ឆ្នាំ155ថ្ងៃសីតុណ្ហភាព185អង្សាសេសំណួរ 3. តើការបំពុលទឹកមានផលប៉ះពាល់អ្វីខ្លះដល់មនុស្សសត្វរុក្ខជាតិចម្លើយ 3. ការបំពុលទឹកមានផលប៉ះពាល់ដល់មនុស្សសត្វរុក្ខជាតិដូចជាបាត់បង់ទឹកសាបសម្រាប់មនុស្សប្រើប្រាស់បរិភោគបោកខោអាវណូដាបង្កឲ្យមានជំងឺផ្សេងៗរោគជាដើមដល់មនុស្សធ្វើឲ្យសត្វដែលរស់នៅក្នុងទឹកបានស្លាប់ដោយសារការប្រែប្រួលនៃលក្ខណៈគីមីរបស់ទឹករុក្ខជាតិមានការបំពុលឬអាចធ្វើឲ្យវាក្រាន់មិនអាចលូតលាស់បានល្អទេបាត់បង់ទឹកសម្រាប់ប្រើប្រាស់សម្រាប់វិស័យកសិកម្មថែមទៀតផងសំណួរ 4. តើថាមពលនុយក្លេអ៊ែរមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះចម្លើយ 4. ថាមពលនុយក្លេអ៊ែរមានគុណសម្បត្តិនិងគុណវិបត្តិគុណសម្បត្តិជាប្រភពថាមពលដ៏សម្បូរហូរហៀអាចជំនួសឥន្ធនៈផូស៊ីលបានអ៊ុយរ៉ាញ៉ូម235 1ក្រាមអាចផ្ដល់ថាមពលយ៉ាងច្រើនស្មើនឹងធឿងថ្មប្រហែល 3.5 តោនមិនផលិតអូស្មန်កាបូនិកជាថាមពលខ្លាំងសម្រាប់គ្រឿងស្ពាវវិទ្យសង្គ្រាមគុណវិបត្តិបង្កើតជាសារធាតុវិទ្យាសកម្មដែលគ្រោះថ្នាក់ខ្លាំងត្រូវការបច្ចេកទេសទំនើបខ្លាំងដើម្បីផលិតនិងគ្រប់គ្រងចំហាយវិទ្យាសកម្មបំផ្លាញកោសិការូបភាពសេនេតិកពិបាកនៅក្នុងការគ្រប់គ្រងនិងទុកដាក់កាកសំណល់សំណួរ 5. តើបរិយាកាសជាអ្វីវាផ្ដល់សារៈប្រយោជន៍អ្វីខ្លះចម្លើយ 5. បរិយាកាសគឺជាស្រោបប្រាប់អូស្មန်ដែលព័ទ្ធជុំវិញផែនដីនិងជារនាំងការពារផែនដីសារៈសំខាន់នៃបរិយាកាសមានដូចជាត្រកត្រង់ជីវិតលើភពផែនដីដោយផ្ដល់ជាអូស្មန်កាបូនិក CO2 សម្រាប់រុក្ខជាតិនិងអុកស៊ីហ្សែន O2 ដកដង្ហើមការពារផែនដីពីគ្រោះថ្នាក់នៃលំហខាងក្រៅដោយស្រូបយកកាំរស្មីដែលមានគ្រោះថ្នាក់ការពារភាវៈរស់នៅឲ្យជៀសផុតពីឥទ្ធិពលនៃផ្កាយពេកគ្រោះកម្រងវិញ្ញាសាទី7ត្រៀមប្រឡងសំណួរ 1. តើយើងត្រូវមានវិធានការអ្វីខ្លះដើម្បីថែរក្សាខែអូសូនក៏ដូចជាថែរក្សាជីវិតលើភពផែនដីចម្លើយ 1. ដើម្បីថែរក្សាការការពារដែនអូសូននិងដើម្បីរក្សាជីវិតលើផែនដីយើងត្រូវកាត់បន្ថយការប្រើប្រាស់សារធាតុក្លរ៉ូភ្លុយអូរ៉ូកាបូនិងអាសូតសម្បកកំប៉ុងថ្នាំបាញ់ឬសម្បកកំប៉ុងថ្នាំសម្លាប់សត្វលិតត្រូវយកទៅកប់ក្នុងដីកាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីលចូលរួមការប្រើប្រាស់ធនធានកើតឡើងវិញសំណួរ 2. តើរដូវនៅតំបន់ត្រជាក់បង្គួរមានប៉ុន្មានអ្វីខ្លះចម្លើយ 2. រដូវនៅរយៈទទឹងទី300ដល់60ដុក្រាមាន4រដូវគឺនីតិគារដូវស្ថិតក្នុងខែមីនាទៅខែមិថុនាវាមានលក្ខណៈសម្បូរទៅផ្ការីកនៅទីតាំងដូចជាប្រទេសអាមេរិកនិងអឺរ៉ុបវស្សានវដូវចាប់ពីខែមិថុនាដល់ខែកញ្ញាអាកាសធាតុមានលក្ខណៈមានកម្ដៅក្ដៅសិសិរិដូវចាប់ពីខែធ្នូដល់ខែមីនាសីតុណ្ហភាពថយចុះដែលបណ្ដាលឲ្យមានព្រិលធ្លាក់សូថារដូវចាប់ពីខែកញ្ញាដល់ធ្នូជារដូវកាលដែលស្លឹកឈើជ្រុះនិងស្លឹកមានពណ៌ក្រហមសំណួរ 3. តើមនុស្សសម័យមុនប្រើតារានិករដើម្បីធ្វើអ្វីខ្លះចម្លើយ 3. មនុស្សសម័យមុនប្រើប្រាស់តារានិករដើម្បីកំណត់ពេលវេលាក្នុងធ្វើកសិកម្មនិងពិធីបុណ្យទានសាសនាទំនៀមទម្លាប់ក្នុងភូមិស្រុកដោយគាត់ធ្វើការអង្កេតទៅក្រុងតារាទាំង12ដោយធៀបទៅនឹងតារាមួយរ៉ាក់នឹងលេចឡើងហើយថាមួយខែនិងតារានិករទាំងលេចអស់រហូតដល់តារាដើមហើយថាមួយឆ្នាំសំណួរ 4. មូលហេតុអ្វីបានជាទីតាំងលើផែនដីទទួលបានពន្លឺមិនស្មើគ្នា
จำหลาย4บ้านជាទីតាំងលើភពផែនដីទទួលពន្លឺមិនស្មើគ្នាបណ្ដាលមកផែនដីមានលំងាអក្សរត្រេត23ដុក្រាក្លេដែលបណ្ដាលឲ្យមុំចាំងប៉នៃពន្លឺព្រះអាទិត្យដែលចែកមកលើផែនដីមានលក្ខណៈមិនស្មើគ្នាសំណួរ5តើយើងមានវិធីអ្វីខ្លះដើម្បីគ្រប់គ្រងសំណល់ចម្លើយ5គេមានវិធានការគ្រប់គ្រងសំណល់ដូចជាការកែច្នៃជាថ្មីរូបភាពដែលអាចប្រើប្រាស់ជាថ្មីគេយកទៅកែច្នៃហើយត្រឡប់ចូលទៅក្នុងសេដ្ឋកិច្ចវិញក្នុងរូបភាពជាផលិតផលប្រើប្រាស់កំប៉ុស្តកម្មជាការញែកសំណល់សរីរាង្គក្រដាសអាហារនិងរុក្ខជាតិចេញពីសំណល់អសរីរាង្គបន្ទាប់មកទុកឲ្យសំណល់សរីរាង្គទាំងនោះបំបែកធាតុទៅជាផលិតផលសរីរាង្គសម្រេចដែលអាចយកទៅប្រើក្នុងវិស័យកសិកម្មបានការដុតសំណល់ជាការដុតសំណល់នៃសីតុណ្ហភាពខ្ពស់ផលដែលបានមកពីការដុតគឺធូលីឧស្ម័នអាស៊ីតចំហាយលោហៈនិងសារធាតុគីមីផលដូចជាឌីអុកស៊ីតជាដើមដែលធាតុទាំងនេះអាចធ្វើឲ្យខូចបាយវត្ថានកន្លងចាក់សំណល់នៅប្រទេសជាច្រើនបានចាក់សម្រាមនៅកន្លែងចាក់សម្រាមជាវិធីសាស្ត្រមូលដ្ឋានដែលគេប្រើប្រាស់សម្រាប់ចាក់សំណល់រឹងនៅទីក្រុងកម្រងវិញ្ញាសាទី5ត្រៀមប្រឡងសំណួរ1គេអង្កេតឃើញទីតាំងព្រះអាទិត្យមិនដងនៅទិសខាងជើងមិនដងនៅទិសខាងត្បូងតើបណ្ដាលមកពីមូលហេតុអ្វីខ្លះចម្លើយ1គេសង្កេតឃើញទីតាំងព្រះអាទិត្យមិនដងនៅទិសខាងជើងមិនដងទៀតនៅទិសខាងត្បូងគឺបណ្ដាលមកពីមូលហេតុផែនដីយើងមានរាងមូលអករបស់ផែនដីត្រេតនិងចលនារបស់ផែនដីវិលជុំវិញព្រះអាទិត្យសំណួរ2ដុតប៉ានបន្ទុតើថាមពលកើតឡើងវិញមានអ្វីខ្លះចូលរៀបរាប់ចម្លើយ2ថាមពលកើតឡើងវិញរួមមានថាមពលខ្យល់ប្រើប្រាស់កង្ហារដើម្បីបង្វិលបូប៊ីនក្នុងការផលិតអគ្គិសនីថាមពលជីវម៉ាសថាមពលឈើអុសលាមកសត្វកាកសំណល់សារពាង្គកាយថាមពលពន្លឺព្រះអាទិត្យឧបករណ៍បន្ទះព្រះអាទិត្យឬថ្មពិលព្រះអាទិត្យបន្ទះសូឡាការធ្វើផ្ទះកញ្ចក់ដើម្បីទទួលកម្ដៅនិងស្តុកទុកកម្ដៅថាមពលទឹកថាមពលវារីអគ្គិសនីនិងថាមពលចំណូលលំណាចថាមពលកម្ដៅដីទឹកផុសនិងម៉ាក់ម៉ាសំណួរ20បន្ទុតើភពក្នុងនិងភពក្រៅនៃប្រព័ន្ធព្រះអាទិត្យមានលក្ខណៈពិសេសយ៉ាងណាខ្លះចម្លើយ3ភពក្នុងនិងភពក្រៅប្រព័ន្ធព្រះអាទិត្យមានលក្ខណៈពិសេសដូចជាភពក្នុងស្ថិតនៅជិតគ្នាជាងភពក្រៅមានទំហំតូចហាប់ណែនមានផ្ទៃជាសិលាមានទំនាន់ផ្ទៃលើខ្សោយមានចម្ងាយជាមធ្យមក្នុងការទទួលពន្លឺព្រះអាទិត្យមានជីវិតភាវៈរស់នៅភពផែនដីភពក្រៅស្ថិតនៅឆ្ងាយពីព្រះអាទិត្យមានទំហំធំផ្ទៃផ្សំឡើងពីឧស្ម័នអេរ៉ុននិង HP មានទំនាស់ខ្លាំងជាភពត្រជាក់សំណួរ20បន្ទុចូលនិយាយពីកាឡក្សីទាំង3ប្រភេទតើប្រព័ន្ធព្រះអាទិត្យស្ថិតក្នុងកាឡក្សីមួយណាចម្លើយ4កាឡក្សីមាន3ប្រភេទគឺកាឡក្សីផងក្រពើកាឡក្សីគូតខ្យងកាឡក្សីរាងមិនទៀងទាត់ប្រព័ន្ធព្រះអាទិត្យស្ថិតក្នុងកាឡក្សីគូតខ្យងដែលមានឈ្មោះថា Milky Way កម្រងវិញ្ញាសាទី9ត្រៀមប្រឡងសំណួរ20បន្ទុតើអ្វីជាកំណើនផលផ្ទះកញ្ចក់តើកត្តាអ្វីខ្លះដែលនាំឲ្យមានកំណើនផលផ្ទះកញ្ចក់ចម្លើយ1កំណើនផលផ្ទះកញ្ចក់គឺជាបាតុភូតនៃកំណើនសីតុណ្ហភាពនៅក្នុងមណ្ឌលអាកាសចលដែលបណ្ដាលឡើងមកពីកំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់ក្នុងមណ្ឌលអាកាសចលដែលធ្វើឲ្យកាំរស្មីក្រហមអង្ប្រាភាយចេញពីផែនដីត្រឡប់ទៅកាន់លំហវិញកាន់តែតិចកត្តាដែលធ្វើឲ្យមានកំណើនផលផ្ទះកញ្ចក់រួមមានចរាចរណ៍លើដងផ្លូវកាន់តែមមាញឹកកំណើនការប្រើប្រាស់ឥន្ធនៈផូស៊ីលការបាត់បង់គម្របប៉ៃបៃតងកំណើនការប្រើប្រាស់ឧស្ម័ន CFC សំណួរ215បន្ទុដូចម្ដេចដែលហៅថារ៉ែតើការជីកយករ៉ែមានប៉ុន្មានប្រភេទអ្វីខ្លះចម្លើយ2រ៉ែគឺជាអង្គធាតុអសរីរាង្គកាយដែលកើតឡើងដោយធម្មជាតិនៅក្នុងសម្បកផែនដីការជីកយករ៉ែមាន4ប្រភេទគឺការផាក់ដោយចំហកំណប់រ៉ែស្ថិតនៅក្បែរផ្ទៃដីខាងលើគេជោគយកស្រទាប់ខាងលើរ៉ែចេញរួចគេជីកយករ៉ែតាមក្រោយការជីកយករ៉ែដោយផ្ទាល់
នៅពេលរ៉ែស្ថិតនៅពេលរ៉ែស្ថិតនៅលើផ្ទៃដីដោយគេគ្រាន់តែជោកយកតែម្ដងឬដាក់ជាតិផ្ទុះបំបែកការជីកយករ៉ែដោយផ្ដេកនៅពេលកំណប់រ៉ែលាតសន្ធឹងតាមខ្សែដេកគេជីកអណ្ដួងរ៉ែដេកដើម្បីយករ៉ែការជីកយករ៉ែដោយផ្ដេកគេជីកយករ៉ែបញ្ឈរច្រើនក្នុងជម្រៅផែនដីបន្ទាប់មកជីករួងផ្ដេកទីច្រើនកន្លែងនៅជម្រៅខុសៗគ្នាដើម្បីយករ៉ែ 3. ដបពិន្ទុហេតុអ្វីបានជាទឹកសមុទ្រមានជាតិប្រៃចូលពន្យល់ 3. មូលហេតុដែលបណ្ដាលឲ្យទឹកសមុទ្រមានជាតិប្រៃគឺសំណឹកទ្វីបនៅពេលដែលទ្វីបមានសំណឹកវាបាននាំរ៉ែខានិកដែលរងដំណើរពុកភុយដែលមកតាមទឹកទន្លេស្ទឹងដែលលំហូរទឹកយ៉ាងនេះនាំទៅចាក់បង្កនៅសមុទ្រសាកសពសត្វសមុទ្រខ្យងខ្ចៅសារ៉ាយសមុទ្រនៅពេលដែលវាងាប់សម្បករបស់វាមានផ្ទុកសារធាតុកាល់ស្យឹមដែលប្រកាសបានជាអំបិលសំណឹកឆ្នេរនៅពេលដែលទឹករលកមកប៉ះច្រាំងវាបាននាំសារធាតុឬសមាសធាតុផ្សេងៗដែលនៅក្បែរឆ្នេរនោះនាំទៅចូលសមុទ្រវិញបន្ទុះភ្នំភ្លើងនៅបាតសមុទ្រនៅពេលភ្នំភ្លើងផ្ទុះវាបានបញ្ចេញនៅខាងលិចនៃសារធាតុមួយចំនួនចូលក្នុងសមុទ្រសំណួរ 4. មកស៊ីបន្ទុកតើភពផែនដីមានសមាសធាតុផ្សំអ្វីខ្លះខតើផ្នែករាវរបស់ផែនដីជាអ្វីចម្លើយ 4. កសមាសធាតុផ្សំរបស់ភពផែនដីមានអាលុយមីញ៉ុម Al 81%ដែក Fe 50%កាល់ស្យូម Ca 3.6%សូឌីយ៉ុម Na 2.8%ប៉ូតាស្យូម K 2.6%ម៉ាញ៉េស្យូម Mg 2.1%ធាតុផ្សេងទៀត 1.5% ខផ្នែករាវរបស់ផែនដីគឺម៉ាំងតូសំណួរ 5. ដបពិន្ទុតើចំណូលនិងលំណាចកើតឡើងដូចម្តេចចម្លើយ 5. ចំណូលនិងលំណាចចំណូលគឺជាការកើតឡើងនៃកម្រិតទឹកសមុទ្រដោយជាពពហាតនៃកម្លាំងទំនាញរបស់ព្រះច័ន្ទនិងព្រះអាទិត្យចំណូលត្រូវបានកើតឡើង2ដងក្នុងមួយថ្ងៃលំណាចគឺជាការស្រកចុះនៃកម្រិតទឹកសមុទ្រដែលបណ្ដាលមកពីកម្លាំងទំនាញរបស់ព្រះច័ន្ទនិងព្រះអាទិត្យកម្រងវិញ្ញាសាទី10ត្រៀមប្រឡងសំណួរ 1. ដូចម្ដេចដែលហៅថាកំអែភ្នំភ្លើងតើការចកត្រជាក់នៃកំអែភ្នំភ្លើងនិងម៉ាក់ម៉ាជះឥទ្ធិពលអ្វីខ្លះដល់វ័យភាពសាលាម៉ាក់ម៉ាដូចម្ដេចចម្លើយ 1. ដែលហៅថាកំអែភ្នំភ្លើងគឺជាម៉ាក់ម៉ាដែលផ្ទុះចេញមកបរិយាកាសផែនដីបានមកពីបន្ទោះភ្នំភ្លើងការចុះត្រជាក់នៃកំអែភ្នំភ្លើងនិងម៉ាក់ម៉ាមានឥទ្ធិពលដល់វ័យភាពរបស់សាលាកាលណាម៉ាក់ម៉ាចុះត្រជាក់នៃសីតុណ្ហភាព700ទៅ1250អង្សាសេប្រសិនបើម៉ាក់ម៉ាចុះត្រជាក់យឺតនាំឲ្យក្រាមធំហើយគ្រើមចំណែកម៉ាក់ម៉ាចុះត្រជាក់លឿនធ្វើឲ្យសាលាម៉ាក់ម៉ាមានវ័យភាពម៉ត់សំណួរ 2. 10ពិន្ទុដូចម្ដេចដែលហៅថាធាតុអាកាសនិងអាកាសធាតុចម្លើយ 2. អាកាសធាតុនិងធាតុអាកាសអាកាសធាតុគឺជាលក្ខខណ្ឌនៃបរិយាកាសផែនដីនៅកន្លែងមួយនិងមានពេលវេលាជាក់លាក់ឬរយៈពេលយូរធាតុអាកាសគឺជាលក្ខខណ្ឌនៃបរិយាកាសផែនដីនៅកន្លែងមួយដែលមានរយៈពេលខ្លីសំណួរ 3. 15ពិន្ទុតើព្រះអាទិត្យផ្សំឡើងពីឧស្ម័នអ្វីខ្លះមានចម្ងាយប៉ុន្មានគីឡូម៉ែត្រពីភពផែនដីចម្លើយ 3. ព្រះអាទិត្យគឺជាតារាដែលស្ថិតនៅចំកណ្ដាលប្រព័ន្ធព្រះអាទិត្យព្រះអាទិត្យមានសមាសធាតុផ្សំពីឧស្ម័នឬបរិមាណធាតុគីមីប្រហែល 3% ផ្សំពី H2 ហើយធាតុគីមីដែលនៅសល់ភាគច្រើនផ្សំពី S យ៉ុំកាបូនណេអុងដែកនិងសារធាតុផ្សេងៗវាមានចម្ងាយ150លានគីឡូម៉ែត្រឬ 1 AU ខ្នាតតារាសាស្ត្រពីភពផែនដីសំណួរ 4. 15ពិន្ទុហេតុអ្វីបានជាគេមិនបញ្ចូលភ្លុយតូជាភពចម្លើយ 4. បានជាគេមិនបញ្ចូលភ្លុយតូជាភពដោយសារទំហំតូចរាងមិនទៀងទាត់នៅឆ្ងាយពីព្រះអាទិត្យសំណួរ 5. 10ពិន្ទុតើកាបូនឌីអុកស៊ីតមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះចម្លើយ 5. ឧស្សានកាបូនឌីអុកស៊ីតមានគុណវិបត្តិនិងគុណសម្បត្តិដូចជាគុណសម្បត្តិកាបូនឌីអុកស៊ីតដើរតួនាទីយ៉ាងសំខាន់សម្រាប់ការផលិតអាហាររបស់រុក្ខជាតិតាមរយៈការធ្វើរស្មីសំយោគកាបូនឌីអុកស៊ីតដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពសីតុណ្ហភាពរបស់ផែនដីបើសិនគ្មានកាបូនឌីអុកស៊ីតទេផែនដីនឹងចុះត្រជាក់ខ្លាំងគុណវិបត្តិកាបូនឌីអុកស៊ីតវាអាចធ្វើឲ្យផែនដីកើនកម្ដៅបានប្រសិនវាមានបរិមាណច្រាំងលើសលប់កម្រងវិញ្ញាសាទី11ត្រៀមប្រឡងសំណួរ 1. កភពក្នុងប្រព័ន្ធមានប៉ុន្មានអ្វីខ្លះ
ข้อตาสหปอนดาราศาสตร์กำหนดยาวจำนวนเอาไว้คละดำไปเอาอองมุยท่าจีพบจำไล่มุยก็พบจีเพลการะบบประปอนประอาทิตย์เมียนใบคือพบปุตพบสุกพบแผ่นใดพบองเกียพบองเกียพบสาพบนิปโตหนึ่งพบอุยราโนข้อนิยมบันในทำไมระบบพบในสหปอนดาราศาสตร์อันตรเจียดเมืองมากรุบกร้อนสำหรับตมเนียงระบบเวียเมียนตมหมทมลมอมขนังกาเรกซ่าก่อนหลองพบไตรตาทั่วดำนาตามก่อนล้องประอาทิตย์ปุ่มแม่นจีพบรอนับสมนัวปีโจปเอาเรียบรัวปีตีตังแร้เนื้อกามปีเชียจอมไล่ปีชมัวหนึ่งตีตังแร่ได้แก้รอกเคยเนื้อกามปีเชียแร่ตะบงสถัดเนอบอระกายนึ่งไปเล่นไว้อุตสาหกรรมนึ่งสมหลังสถัดเนอกำปุงจามสโนลพนมบาสต์กำปุงจามบัดดำบองกอมปอดสตึงแตรงพนมเปิงแร่โลหะตะบงเมียนตำไหลหนึ่งทมอรจนาสถัดเนอโพสัตทมอแก้วสำหรับฉละรูปสำนัวใบด้วยมาได้ห้าวทาวัดดะตึกเมียนปันม่านดำหนักกาลเอาไว้คลาจำไล่ใบวัดดะตึกคือชื่อจรนาอึดชบชอในตึกได้ถ้วยจรนาปีกรอมลางตะเหลือนึ่งตรลับหมอกการกำไล่ดามเว่งวัดดะตึกเมียนใบดำหนักก้าวคือรมหวดคือเจียดำนายในตึกเรียวแปรคลายเตอชื่ออุสมันตึกโหดเจนปีประพบบังสตึงตนเลนึ่งมหาสมดเจียเดิมกอมนอกจอนตรักจอลกระดอยน้อมยอกจำหายตึกสตุลางตะเลอดอลระยะกอมโพดได้เมียนใส่ตอนนาเพียบตระเจียหายจอลตระเจียปุ่มอ้ายพตกจำหายตึกบานจรานโดยจอลกระดอยเตจีลัตตะพัลจำหายตึกจอกตระเจียเปราตัวเจียดำหนักตึกกอมเนาะโปรโมลพดมขเนียบังกาดบานเจียปอปอกกอมเนาะอากาศเนเปลกอมเนาะอากาศโปรโมลพดมขเนียบานจรานนู่ถวยเอาปอปอกกันแต่ริเมียดโลดอลระยะกอมโพสำสรอบมวยถวยเอาเวียดเลียหมกกันพไตไดขนั่งตมรงเจียเพลียงเลี้ยเปรลดมตะเกาะเจียดำสมนัวบุญโจลบโอนเรียบรัวปีและคณะเคียลโมซ่องจำไล่บุญและคณะเคียลโมซ่องเคียลโมซ่องจีเคียลระดาวก่อนลัชน้ำบ่อเจนปีตำบอลสมเปียดคลังในทวีปเต้าตำบอลสมเปียดสอยในสมดหนึ่งก่อนลัชน้ำเตียดบ่อปีตำบอลสมเปียดคลังในสมดเต้าตำบอลสมเปียดสอยวิ่งในแป้วเคียลโมซ่องบ่อเจนปีสมดบานน่วมเตียงกำดาวหนึ่งตึกเพลียงหมอกจีมุยพองได้บองการ์ดไอเมียนระดาววาซาเคียลโมซ่องสถิตในจอนล้อมห้าสมดอินเดียหนึ่งอุปทวีปโอราซีกรอบดำดาวปีอาซีขังตะบงระหดดัลอาซีขังการ์ดรวมเตียงอาซีอาคเนกำร้องวิญญาซาตีดอกปีตรีมประลองสำนัวมวยเกทเวอร์จำนะธนาดาราหนึ่งโดยไปไอ้ตัวลือเอาไว้คลาจำไล่มวยเกทเวอร์จำนะธนาดาราหนึ่งโดยไปไอ้ตัวลือปัวดาราบัญเจียปีใส่ต้นนบีประบเวียดาราเมียนปัวกระหอมเมียนใส่ต้นนบีปไตเลอประหายใบปอนปีรอยองศาปัวเหลืองเมียนปรำปอนปรำใบรอยองศาปัวเขียวเมียนปีเมือนองศาตุ่มห่มดาราคละเมียนตุ่มห่มปนเปรียอาทิตย์ชี้ประเภทดาราได้เมียนตุ่มห่มถมหรือง้อมคลาเตียดเมียนตุ่มห่มถมเชียงเปรียอาทิตย์สมาเสียเทียดพซ้ำดาราหนึ่งเมียนสมาเสียเทียดซ้ำข้อขอขึ้นเนียสมาเสียเทียดซ้ำสระเดียงหนึ่งเปรียอาทิตย์เพียงชรานปวดเวียบซ้ำปีอีโดรแซน70ใบเพียร้อยแอลยุมมปีปรามเพียร้อยหนึ่งเทียบเซมเซนเตียดปีเพียร้อยปนลือดาราหนึ่งเมียนปนลือขอเนียอาศัยตะลือตุ่มหมนึ่งใส่ต้นนเพียมสำนัวปีดุยมะเด็กได้ห้าวทาแน่บุยลาปีแน่บุยลาคือจีทูลีหนึ่งอุสมันได้บังคับจอบเนียบังกายบานจีประพวกอันตรดาราสมนัวใบโดยมะเด็กได้ห้าวทาสลากำไตกะมอนจำเลยใบสลากำไตกะมอนคือเชียดำนาวในกำไตกะมอนแต่งหลายบานจะบังกอปีเหลือเนียบังกาดบานเชียสระตัวหายบังคับจอบเนียสลากำไตกะมอนการลางปีสกรรมเพียบชอลตะกอปนนึงเปรอาทิตย์หนึ่งตุ่มเนียนได้บรรดาเอาสลาปลุกผอยเต้าเชียบำนายใจโตยบำนายใจโตยเตียงนี้ตรือบานดักจุนดาวจันตรักชอลเตอจะบังกอในบาดบึงสตึงต้นเล่กำเต็ดกะมอนทำไมแจ้ไตบรรต่อการล้างน้อมเอาแรกคณิตแยกเจนปีเต็กบังกาดบานเชียกำเต็ดกะมอนเตียงนู้ก็คล้ายตัวจีสลากำเต็ดกะมอนสมนัวบุญโจทย์ประโอนเปรียบเทียบปีเอ็นทนักโพซิวหนึ่งเอ็นทนักจีเวียมาจำลายบุญกาเปรียบเทียบเอ็นทนักโพซิวหนึ่งเอ็นทนักจีเวียมาดำใบเงสรวลยลยื้ออาจเปรียบเทียบเอ็นทนักดังปีประเภทนี้ด้วยขังกราวเอ็นทนักโพซิวประพบดาม
ការចេញពីសំណល់រុក្ខជាតិនិងសត្វដែលងាប់និងកប់ក្រោមដីអស់រយៈពេលរាប់លានឆ្នាំក្រោមសម្ពាធនិងកម្ដៅខ្ពស់ប្រភេទរួមមានប្រេងកាតឧស្ម័នធម្មជាតិនិងធ្យូងថ្មភាពកើតឡើងវិញជាអេនថ្នាក់មិនកើតឡើងវិញព្រោះវាត្រូវការពេលរាប់លានឆ្នាំដើម្បីកើតឡើងវិញដែលមិនអាចទាន់ត្រូវការប្រើប្រាស់របស់មនុស្សបានផលប៉ះពាល់បរិស្ថានបញ្ចេញឧស្ម័នផ្ទាបកញ្ចក់ខ្ពស់ជាពិសេសកាបូនឌីអុកស៊ីតដែលបង្កើតឲ្យមានការប្រែប្រួលអាកាសធាតុបំពុលខ្យល់និងបង្កើតជាភ្លៀងអាស៊ីតអ៊ីនធនៈជីវម៉ាប្រភពដើមកើតចេញពីសារពាង្គកាយមានជីវិតឬសំណល់សរីរាង្គកាយទៅងាប់ថ្មីដូចជារុក្ខជាតិដំណាំសំណល់ឈើលាមកសត្វនិងកាកសំណល់កសិកម្មប្រភេទរួមមានអស់ធ្យូងពីឈើកាកសំណល់ដំណាំអង្កាមសម្បកពោតលាមកសត្វសម្រាប់ផលិតជីវឧស្ម័ននិងដំណាំថាមពលពោតអំពៅដូងប្រេងភាពកើតឡើងវិញជាអ៊ីនធនៈកើតឡើងវិញព្រោះវាអាចដាំដុះឬផលិតឡើងវិញបានក្នុងរយៈខ្លីរាប់ខែឬរាប់ឆ្នាំផលប៉ះពាល់បរិស្ថានជាទូទៅបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅជាងអ៊ីនធនៈផូស៊ីលហើយការដាំដុះរុក្ខជាតិដើម្បីផលិតជីវម៉ាសអាចជួយស្រូបយកកាបូនឌីអុកស៊ីតពីបរិយាកាសវិញសំណួរ5ដោយម្ដេចដែលហៅថាវដ្តទឹកមានប៉ុន្មានដំណាក់កាល5វដ្តទឹកគឺជាចំនួនឥតឈប់ឈរនៃទឹកដែលធ្វើចលនាពីក្រោមឡើងទៅលើនិងត្រឡប់មកកាន់កម្លាំងដើមវិញវដ្តទឹកមាន3ដំណាក់កាលគឺរំហួតគឺជាដំណើរនៃទឹករាវប្រែក្លាយទៅជាឧស្ម័នទឹកហូតចេញពីប្រភពបឹងស្ទឹងទន្លេនិងមហាសមុទ្រជាដើមកំណកចន្ទ្រខ្យល់ក្តៅនាំយកចំហាយទឹកស្ទុះឡើងទៅលើដល់រយៈកម្ពស់ដែលមានសីតុណ្ហភាពត្រជាក់ហើយខ្យល់ត្រជាក់ពុំអាចផ្ទុកចំហាយទឹកបានច្រើនដោយខ្យល់ក្តៅទេជាលក្ខណៈចំហាយទឹកចុះត្រជាក់ផ្ដោតទៅជាដំណាក់ទឹកកំណកប្រមូលគ្នាបង្កើតបានជាពពួកកំណកអាកាសនៅពេលកំណកអាកាសប្រមូលគ្នាបានច្រើននោះធ្វើឲ្យពពួកកាន់តែរីកមាឌលុះដល់រយៈកម្ពស់សមស្របមួយធ្វើឲ្យវាធ្លាក់មកកាន់ផ្ទៃដីក្នុងទម្រង់ជាភ្លៀងលាយព្រិលដុំទឹកកកជាដើមកម្រងវិញ្ញាសាទី13ត្រៀមប្រឡងសំណួរ1ដោយម្ដេចដែលហៅថាផូស៊ីល1ដែលហៅផូស៊ីលគឺជាភាគតាំងជីវិតដែលបានរក្សាទុកដោយធម្មជាតិសំណួរ2តើភពឧស្ម័នយ៉ាកនិងភពសាលាមានលក្ខណៈខុសគ្នាដោយម្ដេចចម្លើយ2ភពឧស្ម័នយ៉ាកនិងភពសាលាមានលក្ខណៈខុសគ្នាមានសមាសធាតុផ្សំទំហំភពឧស្ម័នយ៉ាកមានទំហំធំរីឯភពសាលាមានទំហំតូចជាងភពឧស្ម័នយ៉ាកមានសីតុណ្ហភាពត្រជាក់រីឯភពសាលាមានសីតុណ្ហភាពក្តៅភពសាលាមានរង្វិលជុំលឿនរីឯភពឧស្ម័នមានរង្វិលជុំយូរភពសាលាមានព្រះច័ន្ទតិចរីឯភពឧស្ម័នមានព្រះច័ន្ទច្រើនភពសាលាមានកន្លងតូចជាងភពឧស្ម័នសំណួរ3តើគេបែងចែកដីនៅកម្ពុជាជាប៉ុន្មានផ្នែកអ្វីខ្លះតើដីប្រភេទណាខ្លះដែលបម្រើឲ្យវិស័យកសិកម្មបានល្អជាងគេហេតុអ្វីចម្លើយ3គេបែងចែកដីនៅកម្ពុជាដីក្រេឡាយខ្សាច់ដីក្រហមដីល្បាប់ដីខ្សាច់ដីល្បាយដីឥដ្ឋប្រភេទដីដែលបានបម្រើដល់វិស័យកសិកម្មបានល្អគឺដីល្បាប់និងដីក្រហមពីព្រោះដីក្រហមជាប្រភេទដីដែលកើតពីសិលាបាសាល់ដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ដូចជាម៉ាញ៉េស្យូមនិងសារធាតុសំខាន់ជាច្រើនទៀតដីល្បាប់ជាប្រភេទដីដែលកត់ពីការចាក់បង្ករបស់ទន្លេមេគង្គដូច្នេះទឹកទន្លេមេគង្គបាននាំសារធាតុមកចាក់បង្កនៅទីនេះដែរសំណួរ4តើដំណើរពុកផុយមេកានិកនិងដំណើរពុកផុយគីមីបណ្ដាលមកពីមូលហេតុសំខាន់អ្វីខ្លះចម្លើយ4មូលហេតុដែលបណ្ដាលឲ្យកើតដំណើរពុកផុយទាំងពីរដំណើរពុកផុយមេកានិកដំណើរពុកផុយមេកានិកជាប្រភេទដំណើរពុកផុយដែលវាបានចូលរួមបំបែកសិលាជាបំណែកតូចហើយបំណែកតូចមានសមាសធាតុដូចសិលាដានដែរមូលហេតុដែលធ្វើឲ្យមានដំណើរពុកផុយមេកានិករួមមានកំណកនឹងការរលាយសីតុណ្ហភាពការលូតលាស់នៃរុក្ខជាតិសកម្មភាពសត្វនិងការសឹកស្នាមសឹកដំណើរពុកផុយគីមីជាដំណើរពុកផុយដែលធ្វើឲ្យសិលាបែកបាក់តាមការប្រែប្រួលគីមីហើយវាបានធ្វើឲ្យសមាសធាតុសិលាមានការផ្លាស់ប្ដូរមូលហេតុនៃដំណើរពុកផុយគីមីរួមមានទឹកអុកស៊ីសែនកាបូនឌីអុកស៊ីត
สารเปียงกายเมียนชีวิตเพลียงอาสิทธิ์สำนัวปรำเต้าไพรเชอเมียนสาระสำคัญเอาไว้คละจำไล่ปรำไพรเชอเมียนสาระสำคัญนะสำหรับมนุษย์สัตว์นันภายในระบบเยิงตุกจีสเปียนสำหรับบรรทอชีวิตไพรเชอจีอังสตองกาบอนไพรเชอดาตัวนาตีอย่างสำคัญนะดำใบจีอังสตอกกาบอนสำหรับช่วยเอาให้ใส่ต้นยาเพียบแผ่นใดเมียนต้นยาเพียบไพรเชอดาตัวนาตีตราตรงชีวิตในเลือแผ่นใดตามระยะจรานประกานะโดยเชียกาพดอลอาหารกาพดอลเฉียมลบดอตรเชียพดอลเชียจมรกดอลมนุษย์สัตว์กรุบประเภทกาเปียมนุษย์ปีกรัวสนะทองมจีดเจียแสดงไพรเชอบานกาเปียมนุษย์บานจรานัดปีกรัวสนะเซมเซนโดยเชียกรัวตึกจมนนชอลเพียวเจียดามไพรเชอบานจุยถ้วยอ่อยเมียนตัวเหลียพีบอากาศเทียดเน่าตำบอมเซมเซนขนงพิภพโลกบาเมียนวัตเมียนไพรเชอนุประกอบนะอากาศเทียดเพื่อเฉมียนและกณะละอ้อประสากัวเจตีรัวเนินดอลมนุษย์สัตว์ไพรเชอเมียนสาระสำคัญนะจีโซพันยพีบขนงตีกรองขนงสลาเรียนตามกรบตีก่อนไลน์ไพรเชอดาตัวในตีจีสวดอวะผ่านใดขนงดำนารสไม้สำโยกรกขจีดบานผลิตออกซิเจนสำหรับจีวัดเหลือผ่านใด